ក្នុងចំណុច5យ៉ាងដែលគាត់ខំចិញ្ចឹមហ្នឹងមិនមែនគាត់មិនពឹងកូនទេណាតិចថាចិញ្ចឹមអត់ពឹងកូនមែនទេដោយសារអីដោយសារគាត់ពឹងបានគាត់ថាលួងចិត្តគាត់ទៅគាត់ទៅចិញ្ចឹមគេទៅអញ្ចឹងណាចិញ្ចឹមគេទៅគេដឹងតាមតំណាងលួងចិត្តទេតាមពិតមិនមែនអញ្ចឹងទេចង់ឲ្យគេមើលថែតែដល់គេអត់មើលមិនដឹងធ្វើម៉េចទេតាមតំណាងគេដឹងកំដឹងហ្នឹងថាទៅទីតែប្រពុតសំដែងខ្ញុំជឿថាប្រពុតសំដែងឲ្យខុសទេគាត់ចិញ្ចឹមកូនទី1គាត់ចង់ឲ្យកូនធំឡើងជួយគាត់វិញជួយកិច្ចការគាត់វិញគាត់រស់ស៊ីអីឬក៏ធ្វើអីឲ្យកូនជួយគាត់វិញដែរព្រោះអីគាត់ចាស់ហើយមិនចឹងចាស់ទៅមានកម្លាំងដូចក្មេងណាអញ្ចឹងចង់ឲ្យកូនជួយវិញហើយគាត់នឹងពឹងឲ្យជួយលាងចានខ្ជិលឲ្យម៉ែឲ្យខ្ញុំរវល់ណារវល់ប៉ុន្តែបើខំរៀនខ្ញុំមិនថាទេអារវល់ខ្ជិលដើរទៅណាឯណីសង្សារមិត្តភ័ក្តិឯណាបបួលយកតលាក់ចោលប្រៃឃើញណាម៉ែប្រើឲ្យកូនឲ្យញីអាវម៉ែមួយតែមិនបានមកខ្វោពីពួកម៉ាក់ហៅតលាក់អាវចោលប្រៃតបាត់មិនមែនជាការគោរពម៉ែឪទេណាម៉ែឪអត់ឲ្យតលាក់កូនចោលទេណាឬកូនឈឺមានតែតលាក់អីវ៉ាន់ចោលដើម្បីពោះកូនយកកូនទៅពេទ្យឬក៏លើកកូនយកមកទុកកន្លែងណាខ្លាចស្មោចខំឬក៏ស្អីអញ្ចឹងទី2ម៉ែឪមិនតែចិញ្ចឹមកូនណាគាត់ចង់ឲ្យកូននេះឯងធំឡើងមើលថែគាត់ពេលឈឺជាជួយមួយតែឲ្យជួយថែគាត់ពេលឈឺជាគាត់ខំចិញ្ចឹមកូនក៏អត់បានចិញ្ចឹមអ្នកណាទេគាត់ចិញ្ចឹមតែកូនអញ្ចឹងគាត់ចង់ឲ្យកូនផ្ដល់ភាពកក់ក្ដៅមកគាត់វិញមើលថែគាត់នឹងចំណុចសំខាន់ណាម៉ែឪខ្លះសូម្បីតែមានលុយដែរក៏ចង់ឃើញកូនទៅដែរមិនមែនថាអាងតែមានលុយហាកូនទៅណាក៏ទៅអត់ទេគាត់នៅតែស្រឡាញ់កូនគិតកូនហើយមួយទៀតម៉ែឪចិញ្ចឹមកូនមិនមានបំណងថាឲ្យកូននេះឯងស្នងតកូលពូជបូរវងតកូលរបស់គាត់មានន័យថាទ្រព្យសម្បត្តិដែលចាយឲ្យហើយកូនត្រូវថែទាំអញ្ចឹងកូនប្រុសស្រីទៅគិតកុំគាត់ចាយប្រមាណចាយខ្ទេចប៉ុណ្ណឹងកុំឲ្យប្រមាណអស់ប៉ុណ្ណឹងត្រូវថែទាំទ្រព្យសម្បត្តិហ្នឹងមួយទៀតគាត់ចង់មិនគាត់ចាស់ទៅចង់ឲ្យកូននឹងធ្វើបុណ្យឲ្យប្រចាស់ទៅសង្ឃឹមអីឥឡូវមិនតាន់ចាស់ទេមិនតាន់ដឹងមិនអីចាំមើលតែចាស់ដឹងហើយដូចតែយាយអញ្ចឹងឯងចាំមើលទៅដូចតែយាយអញ្ចឹងឥឡូវឯងឃើញក្រែម្សៅអីពេជ្រមាសអីហ្នឹងស្អាតទៅដល់ពេលចាស់អត់ជាស្រ័យខុសគ្នាមិនដឹងបើយាយអត់ស្អាតតាំងពីនៅពាក់កណ្ដាលអាយុមកលេងពាក់លេងអីអានឹងវាអញ្ចឹងការឲ្យតម្លៃខុសគ្នាអញ្ចឹងដោយអពតអត់ឲ្យតម្លៃមាសពេជ្រអញ្ចឹងណាដល់ខ្ញុំដល់ចិត្តអត់ត្រូវការខ្ញុំគាត់ថាអត់ស្មើសិល5សិល8ខ្ញុំផងព្រោះអានឹងមិនមានយកទៅបានណាឥឡូវទាំងអស់គ្នាអត់តន់អីតើចាស់តិចដឹងអត់យកអីបានទេហើយពេលហ្នឹងយកអីទៅបុណ្យផលបុណ្យនិងផលបាបដែលខ្លួនសាងអញ្ចឹងអតីតជាតិឬពីក្មេងយើងសាងបាបយ៉ាងម៉េចយើងអត់ដឹងតែចាស់ហើយនេះដែលត្រូវសាងបុណ្យជំនួសបាបអញ្ចឹងបានខ្ញុំលះបង់ទ្រព្យសម្បត្តិខ្ញុំទាំងអស់យកមកកសាងនៅនេះខ្លះគេថាខ្ញុំចោល